យើងឃើញថាមករយៈហ្នឹងគឺយើងមានការវល់ណាតាមបណ្ដាញសង្គមតាកតងទៅនឹងអស់លោកដែលថាគាត់បង្កើត AI ទម្លាក់ចូលមកក្នុងសង្គម social media មកគឺពលណាពេលខ្លះរូបពិតយកទៅคล้ายធ្វើ AI រូប AI យកមកធ្វើរូបពិតដល់អញ្ចឹងអ្នកខ្លះគាត់បែងចែកអត់ចេញទេណាប្រជាជនខ្លះគាត់បែងចែកអត់ចេញទេថាអាណាជារូបពិតអាណាជារូបคล้ายណាវាយើងធ្វើជាមនុស្សណាការពិតគឺយើងត្រូវចេះទទួលស្គាល់បើយើងមិនទទួលស្គាល់ការពិតទេគឺនឹងយើងប្រើជីវិតចាំមិនទេមនុស្សយើងមិនមែនអង្គុយតែឈ្នះគេរហូតទេណាមានឈ្នះមានចាញ់រឿងខ្លះយើងចាញ់គេក៏យើងចាញ់ដោយយើងទទួលស្គាល់ដោយដើមទ្រូង5ហាត់តែកន្លែងនេះយើងស៊ូគេមិនបានទេណាកុំទៅបំភ្លៃឈួតមនុស្សអស់ហើយវល់ណាបើក Facebook មកមិនដឹងជាស្អីទៅស្អីទេអត់ដល់ពេលអញ្ចឹងទៅដល់ពេលយើងវា AI ច្រើនដល់ពេលហ្នឹងបរទេសក៏គេមើលមកដែរថាយើងវាអត់មានអ្វីដែលពិតអញ្ចឹងយើងព្យាយាមបង្ហាញអ្វីដែលជាការពិតដើម្បីឲ្យពិភពលោកនោះគេបានឃើញណាដូចខ្ញុំកំពុងធ្វើរាល់ថ្ងៃនេះខ្ញុំព្យាយាមបង្ហាញអ្វីជាការពិតដើម្បីឲ្យជនជាតិថៃហ្នឹងវាបានឃើញហើយវាបានយល់ពីខ្មែរយើងថាខ្មែរយើងហ្នឹងគឺអត់បានគិតទៅរំលោភទៅបំពានទៅឈ្លានពានដីអ្នកឯងទេណាខ្ញុំព្យាយាមរាល់ថ្ងៃហ្នឹងគឺព្យាយាមឲ្យជនជាតិថៃយល់ពីប្រជាជនខ្មែរយើងណាហេតុអីបានវាមានការស្អប់វាមានការមើលងាយមើលថោកគ្នាទៅវិញទៅមកហ្នឹងគឺព្រោះថាវាយល់អត់ស្របគ្នាណាស្រុកគេគេយល់ថាយើងនៅអាក្រក់យើងយល់ថាគេនៅអាក្រក់ដូចគ្នាដែរអញ្ចឹងវាអត់មានចំណុចកណ្ដាលណាដោយរឿងព្រំដែនរវាងខ្មែរថៃគេថាយើងហ្នឹងគឺឈ្លានពានណាតាំងចិត្តតែឈ្លានពានទៅរកទន្ទ្រានលើដីគេស្អីណានៃអានេះសម្រាប់ប្រជាជនថៃគេគិតអញ្ចឹងណាប៉ុន្តែអ្វីដែលខ្ញុំធ្វើរាល់ថ្ងៃហ្នឹងគឺខ្ញុំព្យាយាមបញ្យល់ជនជាតិថៃទាំងអស់ថាពួកខ្ញុំគឺអត់ដែលចង់បានទេណាអត់ដែលចង់បានទឹកដីរបស់អ្នកណាទេណារាល់ថ្ងៃគឺខំប្រឹងប្រែងតែរក្សាទឹកដីអធិបតេយ្យរបស់ខ្លួនឯងដែលថាវានៅប៉ុណ្ណាគឺឲ្យនៅតែប៉ុណ្្នឹងទៅណាប៉ុន្តែដោយសារតែថាជនជាតិថៃគឺគេកើតមកគេធំធាត់មកគឺគេទទួលតែព័ត៌មានបែបហ្នឹងណាគេមើលមកស្រុកខ្មែរយើងហ្នឹងគឺមើលមកគឺបែបដែលថាគេធ្លាប់ទទួលព័ត៌មានតពីគ្នាគេចឹងទៅណាប៉ុន្តែសម្រាប់ខ្ញុំបែងចែកបានណាអាណាពិតអាណាមិនពិតខ្ញុំមិនចេះទៅទាំងកំរោលទេរាល់ថ្ងៃខ្ញុំឆ្លោះជាមួយថៃគឺខ្ញុំឆ្លោះអាណាមិនពិតខ្ញុំប្រកែកខ្ញុំជេរវាទៅវិញអាណាគេនិយាយពិតយើងទទួលស្គាល់វាតែប៉ុណ្្នឹងឯងណាហើយខ្ញុំជាយាមនិយាយព័ត៌មានណាដែលវាពិតណាបើព័ត៌មានអត់ពិតគឺខ្ញុំអត់និយាយអត់ផ្សព្វផ្សាយអត់ទៅនេះទៅឲ្យប្រជាជនវាហ្នឹងគឺដឹងឮទេណាពួកបើខ្ញុំនិយាយអ្វីដែលមិនពិតលែងមានអ្នកស្ដាប់ខ្ញុំហើយយ៉ាងអ្វីដែលខ្ញុំធ្វើរាល់ថ្ងៃហ្នឹងគឺខ្ញុំធ្វើឲ្យជនជាតិថៃមួយចំនួនហ្នឹងគឺគាត់ឈប់យល់ខុសពីប្រទេសខ្មែរយើងណាឲ្យយល់ឲ្យត្រូវពីប្រទេសខ្មែរយើងថាប្រទេសខ្មែរយើងហ្នឹងគឺយ៉ាងណាហើយប្រជាជនយើងហ្នឹងគឺការគិតអីយ៉ាងម៉េចអីចឹងទៅណាអញ្ចឹងបើសម្រាប់បានក៏សម្រាប់ទៅណាពួកអស់លោក AI MMO អីទាំងឡាយហ្នឹងគឺកង្វល់ឈួតមនុស្សអស់ហើយណាអរគុណសូមផ្ដាំប៉ុណ្ណឹង